សុទ្ធស្រីលក្ខជំរាបសួរលោកគ្រូខ្ញុំសួរសំណួរឪពុកម្ដាយសម្រាប់សត្វតើអាចកម្មធ្លាក់មកលើកូនអត់លោកគ្រូពាក្យថាកម្មគឺយើងមិនសិក្សាពីសភាវៈរបស់កម្មហ្នឹងនិយាយមួយម៉ាត់វាអត់ចប់ឧទាហរណ៍គ្រួសារមួយធ្លាប់តែសុខសាន្តមានទ្រព្យមានសម្បត្តិមានធនធានអីចឹងណាប៉ុន្តែស្រាប់តែឪពុកនឹងទៅសម្លាប់មនុស្សឧបមាចឹងចោះសម្លាប់មនុស្សហើយកូននៅទូចទូចដល់ពេលសម្លាប់មនុស្សទៅវាត្រូវមានទោសណាមួយត្រូវសងជីវិតគេដោយតម្លៃថ្លៃម្យ៉ាងទៀតត្រូវជាប់គុកអំពើកម្មធ្វើតែឪពុកទេឃើញទេប៉ុន្តែវេទនាដល់កូនឃើញទេកូននឹងត្រូវបាត់ឪពុកត្រូវបាត់ភាពកក់ក្ដៅត្រូវធ្លាក់ខ្លួនអស់ទ្រព្យអស់សម្បត្តិទៅក៏ធ្លាក់ខ្លួនទៅជាក្មេងកំព្រាហ្នឹងហើយនិយាយដោយន័យអមគឺថាទោសរបស់ឪពុកអាចធ្លាក់ទៅដល់កូនដែរចឹងណានឹងនិយាយដោយន័យអមប៉ុន្តែបើនិយាយដោយន័យត្រង់ចំពោះសភាវៈគឺគ្មានឪពុកឯណាធ្វើកម្មវាធ្លាក់ទៅដល់កូនទេកម្មណានៅតែនៅនោះជាអ្នកទទួលក៏ប៉ុន្តែបើយើងមើលបច្ចុប្បន្នហាក់ដូចជាអំពើកម្មរបស់ឪពុកហ្នឹងវាធ្លាក់ទៅដល់កូនធ្វើឲ្យកូននឹងវេទនាតែកម្មមានលក្ខណៈល្អិតល្អន់ណាស់ព្រោះកូននឹងក៏មានកម្មពីមុនដែរចឹងណាមានកម្មពីមុនដែរកម្មបៀតបៀនសត្វណាមួយដែលត្រូវឲ្យខ្សែជីវិតក្មេងនឹងបានសុខមកផ្លេតដំបូងឡើយរួចហើយក៏ដល់ដំណាក់កាលមួយដែលត្រូវធ្លាក់ខ្លួនអញ្ចឹងបានកម្មនឹង design ឲ្យមកកើតជាមួយបុគ្គលដែលបំរុងធ្វើឃាតករហ្នឹងដល់ដំណាក់កាលមួយបុគ្គលនឹងត្រូវខ្លាយជាឃាតករហើយឯកូនរបស់បុគ្គលនឹងត្រូវធ្លាក់ខ្លួនយើងមើលបច្ចុប្បន្នឃើញថាអំពើរបស់ឪនឹងនាំលវិមលវៀមដល់កូនតាមទេអត់ទេគឺកម្មរបស់កូននឹងគឺដល់កលៈមួយដែលត្រូវនិរិះប្រត់ប្រាស់ចាក់ឪពុកហើយត្រូវធ្លាក់ខ្លួនអញ្ចឹងព្រោះកម្មរបស់ខ្លួនពីមុនមកតែវា design ឲ្យជួបគ្នាត្រូវមានដំណើររឿងអញ្ចឹងអញ្ចឹងណាហ្នឹងហើយប៉ានេះល្អល្អណាស់ការដែលយើងមិនរៀនទេគឺពិបាកវេញញែកណាស់អញ្ចឹងបានផលរបស់កម្មហ្នឹងគឺព្រះអង្គសម្ដែងថាជាអចិន្តយៈរឿងដែលមិនគួរគិតទេយើងអត់បានការប្រាប់ពីព្រះអង្គមកគឺគួយគិតខ្លួនឯងនេះឈួតហ្នឹងហើយឈួតត្មងរឿង4ដែលថាយើងគួយត្រេះរិះទៅឈួតព្រះអង្គថាអចិន្តយៈ4ដែលបុគ្គលមិនគួរគិតហើយបើគិតបាននៅការវិកលអាចឈួតទី1ឈានអវិសយោវិស័យរបស់អ្នកមានឈានយើងអត់ឈានទៅអង្គុយគិតរឿងមានឈានហ្នឹងមិនហ្នឹងឈួតហើយទី2គឺពុទ្ធវិសយោពុទ្ធវិស័យតែពុទ្ធហ្នឹងយ៉ាងម៉េចហ្នឹងហើយអាហ្នឹងក៏យើងវាមិនដល់គិតយូរទៅឈួតមួយទៀតលោកចន្ទាមានន័យថាគិតពីរឿងលោកពិភពលោកមានទីបំផុតដល់ណាទីបំផុតដល់ណាដំបូងកើតពីណាចុងក្រោយទៅពីណាអានឹងសិតតែបញ្ញាយើងវាទៅអត់ដល់ឈួតហ្នឹងវាមិនមែនឈួតលប់សតិអីរហូតដល់លែងដឹងអីឬថាវារវើរវាយទឹកថែហ្នឹងវាមិនត្រូវណាហើយមួយទៀតកម្មវិបាកោផលរបស់កម្មហ្នឹងតែគិតតែខ្លួនឯងដោយមិនបានរៀនសូត្រហ្នឹងឈួតដោយទឹកថែហ្នឹងរហូតដល់គិតមិនឃើញថាព្រះបកោតអីចឹងទៅអាហ្នឹងទៅរឿងចឹងទៅទឹកថែហ្នឹងមួយទៅអាហ្នឹងមកពីអីមកពីអត់បានរៀនធម៌របស់អ្នកត្រាស់ដឹងហើយយកទៅគិតចេញទៅតាមអតិថិហ្នឹងមានអ្នកកំណត់មានអ្នកអីចឹងទៅចឹងផលរបស់កម្មនេះវាទល់តែយល់កម្មហើយកម្មដែលត្រូវរៀនវាទល់តែច្បាស់បរមត្ថហើយមិនច្បាស់បរមត្ថក៏មិនច្បាស់កម្មហើយបើមិនច្បាស់កម្មផលក៏វាមិនច្បាស់ដែរ
chẳng na năng việc tẹt tuồng kia chẳng bạn phần là sở độc máu đấy lẽ cứ thà vậy với vì mình pra cha hai tê họ nó cực tam thô bất bậc cọt nó bọn tầm đánh chứ bác than nè tăng pệ ta nè tăng mê ta nè tăng à mà cha cam này mình men ở bốc thừa ơi men mà đai thừa ơi men mất à mà thừa ơi tê ọt tầm mòn đừng như vậy đòi thô sấp trắng á ọt đi phần tay này dừng mơ tao đốt nè đi thừa ơi nó nút thừa ơi nó nút chẳng ốc mà rương ngồi tiệt đôi chia rươngบกគលដែលសម្លាប់សត្វមកហើយមានវិបាកកម្មឲ្យគេសម្លាប់ចឹងដូចជាការលបាសក់ហ្នឹងអឺស្ដាប់ធម៌នៅវត្តចេតពុនជាមួយវិខសង្ឃហ្នឹងមកយប់អីព្រឹកឡើងគាត់ចេញពីវត្តទៅគាត់ទៅលុបមុខនឹងស្រះនឹងជាប់វត្តចេតពុនហ្នឹងមានចោលលួចរបស់គេរត់ពីតាំងមកគាត់កំពុងតែអង្គុយលុបមុខហ្នឹងគេបោះប្រវៃទ្របចូលនឹងប្រវៃគាត់ហ្នឹងអ្នកស្រុកដេញមកតន់ក៏សម្គាល់ថាគាត់ជាចៅវាយគាត់ស្លាប់ដែរដល់ពេលពីខកដឹងរឿងហ្នឹងក៏ជជែកគ្នាអ្នកស្រុកនេះមុននឹងវាយមុននឹងសម្លាប់អីមិនព្រមសាកសួរសិនគាត់ទៅលួចស្អីណាស្ដាប់ធัวជាមួយអាត្មាមកយប់ទល់ភ្លឺទៅមិនចេញមិញហ្នឹងឃើញទេចឹងលោកកំពុងនិយាយគ្នាលូព្រះរាមាភិបមុនមកនេះវិខទាំងឡាយអន្តរកថាដោយម្ដេចដែលអ្នកកំពុងនិយាយមិនតាន់ចប់តថាគាត់មកដល់ក៏ស្ងាត់ទៅហ្នឹងបាននិយាយប្រាប់រឿងអ្នកស្រុកហ្នឹងគឺថាចេះចុះលើកទោសអ្នកស្រុកហ្នឹងអត់ស៊ូអត់នាំអីបាសក់ហ្នឹងនៅស្ដាប់ធម៌មួយខ្ញុំព្រះអង្គមកយប់ហើយគាត់មានទៅលួចឯណាឥឡូវវាយគាត់ស្លាប់បាត់ហើយអត់គួរសោះព្រះអង្គអត់គួរបានព្រះអង្គថាអ្នកវិខទាំងឡាយបើអ្នកមើលតែអ្វីដែលអ្នកមើលឃើញនៅបច្ចុប្បន្ននេះឃើញថាមិនគួរមែនប៉ុន្តែបើអ្នកដឹងហេតុដើមអ្នកនឹងមិននិយាយថាដូច្នោះទៀតទេចឹងទៅបានវិខសួរថាទៅរឿងហេតុយ៉ាងម៉េចទៅព្រះអង្គបានព្រះអង្គលើកពីកាលពីមុននៅនគរមួយហ្នឹងមានពីតំបន់មួយទៅតំបន់មួយវាព្រៃជ្រៅហើយចោលអាស្រ័យនឹង500ចាំប្លន់ចាំអីចឹងទៅព្រះរាជាក៏បានចាត់ចែងឲ្យអាមាត្យធំមួយហ្នឹងនាំទាហានទៅធ្វើដូចសំណាក់ការពារចឹងដើម្បីជូនប្រជាជនឆ្លងព្រៃនោះហើយដល់ថ្ងៃមួយមានបរិសម្នាក់ទៅតែការប្រពន្ធឲ្យថ្មីហើយប្រពន្ធហ្នឹងស្អាតហ្នឹងហើយម៉ាតហ្នឹងបើម៉ាតចិនកាត់ប្រដាប់ចោលបើម៉ាតក្នុងប្រទេសផ្សេងគេមិនកាត់ទេដូចជាក្នុងពុទ្ធកាលអាមាត្យសម័យមុននេះគេអត់មានកាត់ទេគ្រាន់តែឈ្មោះថាអាមាត្យអញ្ចឹងមិនតែអត់បានកាត់ដូចរឿងចិនទេណានៅទាំងអស់ដល់ពេលអាមាត្យធំហ្នឹងឃើញប្រពន្ធគេនោះលងក្នុងអន្លង់ស្នេហ៍ចង់បានប្រពន្ធគេអញ្ចឹងទៅក៏រកឧបាយថាធ្វើម៉េចដើម្បីឲ្យបានប្រពន្ធគេនោះអញ្ចឹងទៅបរិសហ្នឹងត្រូវឆ្លងព្រៃហ្នឹងសុំអង្វរឲ្យជូនបើថាពួកឯងកុំទៅអីថ្ងៃហ្នឹងរសៀលហើយទៅវារៀងជ្រុលថ្ងៃហើយកុំព្រួយដេកនៅស្នាក់នៅផ្ទះយើងហ្នឹងហើយយើងនឹងឲ្យអ្នកឯងស្នាក់នៅហើយអាហារហូបចុកអីកុំព្រួយស្អែកព្រលឹមចាំយើងជូនទៅបរិសនោះអង្វរមិនក៏មិនបានគឺតែឲ្យស្នាក់នៅ free ដល់យប់ហ្នឹងទៅក៏ដេកវាមិនលក់មើលប្រច័នពេញវងនឹកឃើញតែមុខប្រពន្ធគេនោះចឹងទៅក៏រកបាយចលឹងក៏នឹកឃើញឲ្យអ្នកបម្រើហ្នឹងយកកៅមនីយកទៅដាក់ក្នុងរទេះរបស់ហ្នឹងដល់ពេលព្រឹកឡើងជូនដំណើរបានបន្តិចទៅធ្វើឆោឡោថាបាត់កៅមនីរបស់មានតម្លៃខ្លាំងណាឲ្យឆែកឆេរអ្នកដំណើរទាំងអស់ឆែកក៏ឃើញក្នុងរទេះរបស់បរិសហ្នឹងដល់ពេលចឹងទៅក៏ដាក់ទោសប្រហារជីវិតចោលចាត់ចោលថាចោលហើយគាត់អត់ចោលផងហ្នឹងដូចពាក្យគេនិយាយថាចង់សម្លាប់ឆ្កែចោលថាឆ្កែឈួតចឹងណា
năng chẳng ai kiểu bắt cờ họ tàng thường chẳng tới có sờ lạp cọt chào tới có luôn luôn một phone kê nâng cùng ròm ấy giờ còn trong thôi chẳng đai tay đi chỉ bập này cái vô chế bập vô một đạ chẳng chẳng tới có luôn luôn một phone kê nâng bàn từ chẳng hôm nay đi ca sầm lạp ở đây cái đúng không ạ cái nhé việc thắng ở còn lệ nửa độ rọp liền cho nắm áហើយពេលដែលកើតជាមនុស្សវិញហ្នឹងត្រូវបានគេសម្លាប់ដោយចោតប្រកាន់ថាចោលទាំងដែលគាត់មិនមែនជាចោលហ្នឹងដូចជាអស់14ដងហើយតាមខ្ញុំចាំប៉ុណ្្នឹងឯងតាមមើលឬក៏ច្រើនជាងហ្នឹងបាទឥឡូវយើងមើលបើយើងនិយាយតាមទឹកថេរបស់យើងដែលមើលឃើញយើងចេះថាកុំតែអញ្ចឹងកុំតែអញ្ចោះកុំតែគាត់មកស្ដាប់ធัวហ្នឹងកុំអីមិនស្លាប់ទេកុំតែគាត់ដើរមកកន្លែងហ្នឹងក៏គ្មានណាច្រឡំដែរវាបើចេះបើចោះណាប៉ុន្តែកម្មហ្នឹងវាឲ្យអញ្ចឹងវាត្រូវផលិតឲ្យឆ្អិនហើយឲ្យត្រូវអញ្ចឹងឃើញទេហ្នឹងមើលទៅដូចអ្នកស្រុកហ្នឹងឲ្យគាត់ស្លាប់អញ្ចឹងប៉ុន្តែពិតមិនមែនអ្នកស្រុកហ្នឹងឲ្យគាត់ស្លាប់ទេគឺកម្មចាស់របស់គាត់ហ្នឹងឲ្យគាត់ស្លាប់ដោយគេសម្លាប់ហើយរួមសំនឹងអ្នកស្រុកហ្នឹងវាមានកិលេសដើម្បីកសាងពូជឲ្យត្រូវគេសម្លាប់អញ្ចឹងនៅកាលអនាគតតទៅទៀតអ្នកស្រុកហ្នឹងអញ្ចឹងនឹងត្រូវសាងពូជឲ្យគេសម្លាប់តទៅទៀតអត់មានរួចខ្លួនទេគាត់សោយកម្មចាស់របស់គាត់អ្នកស្រុកសាងកម្មថ្មីសម្រាប់ឲ្យគេសម្លាប់ពួកគាត់ទៅក្រោយទៀតឃើញវិលទេសង្សារវត្តហ្នឹងគឺវិលទេទោសរបស់វត្តដាក់ហ្នឹងអញ្ចឹងណាបាទសង្ឃសំកបជំរាបសួរលោកគ្រូខ្ញុំឆ្ងល់ធម៌លោកតាអាចារ្យគាត់ឲ្យសូត្រពុទ្ធោអរហង្គពេលកំពុងធ្វើដំណើរគាត់ប្រាប់ថាបានសុខសប្បាយផុតគ្រោះភ័យតើគាត់ប្រាប់ចឹងត្រូវឬទេលោកគ្រូសូមជួយបញ្យល់ផងហ្នឹងហើយធម៌ហ្នឹងបើសិនជាគាត់គ្រាន់តែប្រាប់ឲ្យរលឹកគុណដល់ព្រះនាមាបុព្វាអីចឹងពុទ្ធោអរហង្គប្រែថាព្រះពុទ្ធអង្គនោះព្រះអង្គជាព្រះអរហន្តទ្រង់បរិសុទ្ធមិនមានកិលេសដើម្បីឲ្យយើងចម្រើនកុសលដើម្បីចិត្តយើងស្អាតអត់អីទេហ្នឹងល្អប៉ុន្តែបើគិតថាពាក្យថាពុទ្ធោអរហង្គនៅយើងបរិកម្មយើងទៅធ្វើឲ្យយើងផុតព្រោះផុតពីងរៃផុតស្អីហ្នឹងមិនឆាទិដ្ឋិវាមិនត្រឹមតែមិនបានបុណ្យទេវាបានទិដ្ឋិយកពាក្យព្រះប៉ុន្តែដាក់ទៅខុសទិសដៅព្រះកើតតែបាបហ្នឹងឧបមាថាពេលលឺផ្ទះបាញ់ឲ្យសូពុទ្ធោអរហង្គហ្នឹងឯងខ្ញុំក៏ធ្លាប់លឺដែរហ្នឹងហើយតាមពិតវាមាននឹកគុណព្រះស្អីខ្លាញ់ផ្ទះបាញ់ហ្នឹងហើយឃើញអត់គ្មានទេប៉ុន្តែកន្លែងហ្នឹងនិយាយទៅមិនងាយយល់ទៅរៀនថាសំចិត្តដែលនឹកគុណពុទ្ធទៅកើតកុសលវាល្មិចវាពិតជាល្អមែនបើគិតដល់គុណរបស់ព្រះសម្មាសម្ពុទ្ធហើយមាគឺកិលេសក្នុងចិត្តវាអត់រំខានទេព្រោះឃើញនឹកឃើញដល់សេចក្តីបរិសុទ្ធរបស់ព្រះអង្គវាមានតែសេចក្តីជ្រះថ្លាហ្នឹងឯងមានអីមិនល្អបរិកម្មពុទ្ធោអរហង្គប៉ុន្តែយល់គុណព្រះសម្មាសម្ពុទ្ធបើទោះជាឡានបុកងាប់ពេលហ្នឹងក៏កុសលហ្នឹងជួយឧបត្ថម្ភឲ្យបដិសន្ធិក្នុងសុគតិភូមិដែរអញ្ចឹងអាណាយល់អញ្ចឹងមិនត្រូវមិនពុទ្ធោអរហង្គទៅហាមឡានមកឲ្យបុកទេតែឡានត្រូវបុកវាបុកហើយក៏ប៉ុន្តែបើសិនជានៅនឹករលឹកគុណព្រះសម្មាសម្ពុទ្ធពេលដែលចិត្តងាប់ហ្នឹងល្អបំផុតហើយចិត្តវាអត់តក់ស្លុតចិត្តវាមិនបាននឹកទៅរឿងបាបអញ្ចឹងដែលតម្លៃនៅតែនេះទេគេថាមកទន្ទិញប៉ុណ្ណឹងឲ្យគ្រោះភ័យចង្រៃតាមផ្លូវវាមិនកើតគ្មានទេចាអ្នកប្រាប់គេឃើញគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទៅញយ